ជាក្មួយរបស់មីងហុយនិងពូរងបាទសូមអញ្ជើញមីងហុយមកខាងនេះមកហើយជាបឋមនេះខ្ញុំកាលណាមានកិត្តិយសសូមគ្រប់ក្រាបថ្វាយបង្គំព្រះគុណគ្រប់ព្រះអង្គសូមជម្រាបសួរលោកយាយលោកតាចាត់ព្រឹទ្ធាចារ្យអូនពូមីងទាំងអស់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានអញ្ជើញចូលមកនៅក្នុងកម្មវិធីថ្វាយព្រះភ្លើងបូជាសពរបស់លោកគ្រូរងបាទចឹងខ្ញុំកាលណាសូមចាប់ផ្ដើមអាននៅវិយោគថានិងប្រវត្តិរូបសង្ខេបរបស់លោកពូសាំការឿនហៅរងនៅថ្ងៃនេះគឺថ្ងៃទី21ខែកុម្ភៈឆ្នាំ2026ដែលជាថ្ងៃនឹងត្រូវថ្វាយព្រះភ្លើងបូជាសពប៉ុន្តែអញ្ចឹងលោកពូលោកវរៈសរិតោសាំការឿនហៅរងកើតនៅថ្ងៃទី6ខែមិថុនាឆ្នាំ1966លោកគ្រូបានមានចាប់កំណើតនៅភូមិស្មោងឃុំសំឡាញស្រុកអង្គរជ័យខេត្តកំពតរហូតមកដល់ពេលនេះមានបច្ចុប្បន្នអាយុ60ឆ្នាំលោកគ្រូសាំការឿនមានឪពុកឈ្មោះនូហ៊ុនម្ដាយឈ្មោះហឹមហ៊ុនមានបងប្អូនចំនួន5នាក់ក្នុងនោះមានស្រី4នាក់ហើយមានស្រីម្នាក់ហ្នឹងគាត់បានស្លាប់កាលពីជំនាន់ពលពតបាទហើយប្រុសតែម្នាក់គត់នៅក្នុងគ្រួសារបាទគឺលោកពូសាំការឿននេះហ្នឹងជាកូនប្រុសតែម្នាក់គត់ហើយជាកូនទី4នៅក្នុងគ្រួសាររបស់គាត់នៅក្នុងឆ្នាំ1975ដល់ឆ្នាំ1979ជាសម័យកាលកម្ពុជាប្រជាធិបតេយ្យនោះគឺលោកពូសាំការឿនក៏បានរស់នៅក្នុងកងកុមារហើយរហូតមកដល់ឆ្នាំ1980ដល់85នោះក៏បានចូលរៀនសិក្សារៀនសូត្រនៅសាលាអង្គក្បិតរហូតប្រឡងជាប់ឌីប្លូមនៅក្នុងឆ្នាំ1986បាទនៅឆ្នាំដដែលនោះយុវជនសាំការឿនក្នុងអាយុត្រឹមតែ20ឆ្នាំទេបានចូលបម្រើកងទ័ពនៅតំបន់3ហើយនៅឆ្នាំ1987ហ្នឹងក៏បានរៀបការជាមួយនឹងកញ្ញាលឹមការឿនបាទហៅឈ្មោះចិនក៏ឈ្មោះគ្រួសារហ្នឹងគឺឈ្មោះលឹមមួយហុយបាទហៅហុយបាទលឹមហុយមេងបាទហៅហុយហើយរហូតដល់ស្ដីស្រឡាញ់ជាស្វាមីភរិយាហ្នឹងលោកពូនឹងសាំការឿននិងមីងហុយហ្នឹងក៏បានមានបុត្រាបុត្រីចំនួន3នាក់បាទទី1ឈ្មោះហ៊ុនជីវ័នប្រុសទី2ឈ្មោះហ៊ុនកុនធាស្រីហើយទី3ឈ្មោះហ៊ុនយ៉ាងហ្គោប្រុសហើយកូនចៅប្រុសស្រីទាំងអស់ហ្នឹងក៏បានរៀបអាពាហ៍ពិពាហ៍មានកូនមានចៅដែលធ្វើឲ្យលោកពូសាំការឿននិងមីងហុយហ្នឹងមានចៅសរុបបាទទាំងប្រុសស្រីហ្នឹងគឺ9នាក់នោះមកដល់ឆ្នាំ1993លោកពូបានបម្រើការងារជាកងយុទ្ធពលខេត្តរៈភូមិន្ទនៅយុទ្ធភូមិភាគ3នៅក្នុងខេត្តកំពង់ស្ពឺហើយដល់ឆ្នាំ2007ហ្នឹងបានរៀនជំនាញគីមីសាស្ត្រនៅសាលាលង្វែកនិងបានទៅវឹកវើជំនាញផ្សេងៗទៀតពីច្រើនទាំងក្នុងនិងក្រៅប្រទេសបាទក្នុងនោះរួមមានជំនាញវិស្វកម្មនៅក្នុងប្រទេសវៀតណាមជាដើមក្នុងស្ថានភាពប្រទេសជាតិយើងជួបនៅការលំបាកតែយើងបដិគុណលោកយាយលោកតាបានដឹងទាំងអស់គ្នាគឺនៅក្នុងឆ្នាំ2025នេះគឺប្រទេសជាតិយើងជួបការឈ្លានពានពីពួកចៅជាមដែលឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជាយើងនេះលោកវរៈសរិតោសាំការឿនបានឈរជើងការពារជាតិនៅតំបន់ព្រំដែនកម្ពុជាថៃរហូតមកនឹងមិនមានពេលវេលាគ្រប់គ្រាន់នៅក្នុងការរស់នៅជុំប្រពន្ធកូនដូចជាពួកយើងទាំងអស់គ្នានៅជួរខាងក្រោយនេះទេជាអកុសលបន្ទាប់ពីត្រឡប់ពីសមាធិមុខនៅតំបន់ថ្មដានៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់នាថ្ងៃទី14ខែកុម្ភៈឆ្នាំ2026នេះបានត្រឹមតែប្រមាណ3ថ្ងៃប៉ុណ្ណោះលោកពូសាំការឿនក៏មានរោគជាពីតនឹងបានចូលសម្រាកនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺដោយសារស្ថានភាពជំងឺមានស្ថានភាពធ្ងន់ធ្ងរក្រុមគ្រួសារក៏បានសម្រេចបញ្ជូនមកទទួលការព្យាបាលនៅមន្ទីរពេទ្យកាឡាម៉ែតនៅរាជធានីភ្នំពេញដែលនៅក្នុងការព្យាបាលនៅមន្ទីរពេទ្យនោះគឺបានទទួលការព្យាបាលពីគ្រូពេទ្យឯកទេសជំនាញផ្សេងៗជាច្រើនដោយការយកចិត្តទុកដាក់
ตัวบกพร่องในการចូលរួមគ្រប់គ្រងពីបងប្រុសបងស្រីក្មួយប្រុសក្មួយស្រីជាច្រើននៅក្នុងទាំងដំណើរការនៅក្នុងការទទួលការព្យាបាលនៅមន្ទីរពេទ្យរហូតមកដោយសក្ខាមន្ទីររបស់សត្វលោកគ្រប់គ្នាមិនទៀងទាត់ដោយយើងបានដឹងពីព្រះធម៌ទេសនារបស់ព្រះគុណក៏ដូចជាការទូន្មានរបស់ចាស់ព្រឹទ្ធាចារ្យជាដើមនោះគឺយើងបានដឹងថាមនុស្សលោកយើងនឹងមានសង្ខារមិនទៀងទេរមែងតែកើតចាស់ឈឺស្លាប់មិនទៀងទាត់នៅពេលណាមួយហើយដូច្នេះហើយបានជានៅថ្ងៃទីថ្ងៃប្រហោះបីកើតប្រគុណឆ្នាំអសញ្ញសពស័កពុទ្ធសករាជឆ្នាំ2569ត្រូវនឹងថ្ងៃទី19ខែកុម្ភៈឆ្នាំ2026វេលាម៉ោង11យប់នៅក្នុងជនអាយុ60ឆ្នាំដាច់មច្ចរាជបានយកជីវិតរបស់លោកគ្រូសាមសរឿនចាក់លោកនេះទៅកាន់លោកខាងមុខដោយធ្វើឲ្យជាយាដែលមានមិញហុយនៅទីនេះបាទមើលធ្វើឲ្យកូនចៅនិងបងអូនកូនក្មួយចិត្តឆ្ងាយទាំងអស់គ្នាមានការសោកស្ដាយរកទីបំផុតគ្នាឡើយនេះជាច្បាប់ធម្មជាតិតែសត្វលោកពុំអាចជឿវាបានហើយត្រូវតែទៅជឿទោសយកដោយជឿពំរួចឡើយដោយម្នាក់នឹងជួបនៅការសោកស្ដាយការយំប្រឡោះពីគុណនៅបការៈនិងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូសាមសរឿននៅក្នុងការបីបាច់ថែរក្សាកូនចៅដែលធ្វើការបើមិនខ្លាចលឿនហត់ហើយតែជួយទំនុកបំរុងបងអូនកូនក្មួយគ្រប់គ្នាដោយក្តីស្រឡាញ់និងមានញាតិមិត្តជិតឆ្ងាយតែគោរពស្រឡាញ់ពុំដែលមានទំនាស់ចោះកេរជាមួយអ្នកណាម្នាក់ឡើយហើយមិនត្រឹមតែប៉ុណ្ណោះលោកគ្រូសាមសរឿនក៏បានជួយទំនុកបំរុងចិញ្ចឹមជាកូនធម៌ជាក្មួយជាប្អូនជាបងហើយជាច្រើនអ្នករហូតដល់សប្តាហ៍ថ្ងៃនេះដែរលោកគ្រូសាមសរឿនបានចូលរួមយ៉ាងសកម្មនៅក្នុងការកសាងសេចក្តីសុខសម្រាប់ក្រុមគ្រួសារទាំងមូលបានចូលរួមការពារប្រទេសជាតិនិងឲ្យក្រុមបណ្ដុះបណ្ដាលកូនចៅក្មួយជាច្រើនឲ្យមានការយល់ដឹងមានការរៀនសូត្រចេះដឹងរហូតមកដល់មានអ្នកខ្លះក៏បានធ្វើជាមន្ត្រីមានអ្នកខ្លះក៏បានធ្វើជាអ្នកបករបររកស៊ីដែលមានលទ្ធភាពធូរធារជាច្រើនអ្នកក៏ផងដែរការទទួលមរណភាពរបស់លោកគ្រូសាមសរឿនគឺជាការបាត់បង់នៅស្វាមីល្អរបស់ភរិយាការបាត់បង់នៅឪពុកល្អរបស់កូនបាត់បង់នៅជីតាល្អរបស់ចៅគ្រប់រូបបាត់បង់នៅបងប្រុសអូនប្រុសរបស់បងអូនរបស់គាត់បាត់បង់នៅពាក្យថាអូនប្រុសពាក្យថាលោកពូរបស់ក្មួយជាច្រើនមិនត្រឹមតែប៉ុណ្ណោះការបាត់បង់នេះគឺជាការបាត់បង់នៅវីរៈជនជាតិមួយរូបដែលប្រទេសជាតិរបស់យើងត្រូវការលោកវីរៈស្នេហ៍តូសាមសរឿនបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដីការពារប្រទេសជាតិការពារបងប្អូនកូនក្មួយទាំងអស់គ្នាដែលជាគំរូល្អមួយសម្រាប់កូនចៅរបស់យើងជំនាន់ក្រោយតទៅទៀតចាប់ពីពេលនេះតទៅយើងទាំងអស់គ្នាជាភរិយាជាបងប្រុសបងស្រីអូនប្រុសអូនស្រីជាកូនប្រុសកូនស្រីជាចៅប្រុសចៅស្រីចៅទូតនិងក្មួយទាំងអស់គ្នាពិតជាបានលើកឃើញមុខលោកគ្រូសាមសរឿនហើយរងទៀតហើយនៅវេលានេះបងប្អូនកូនចៅនិងក្មួយទាំងអស់គ្នាសូមខមាទោសនៅរាល់ទោសកំហុសដែលយើងទាំងអស់គ្នាបានប្រព្រឹត្តមិនសមហេតុផលចំពោះលោកគ្រូដោយប្រការណាមួយហើយយើងខ្ញុំទាំងអស់គ្នាក៏សូមបួងសួងដល់ទេវតាវត្ថុស័ក្តិសិទ្ធិនិងបុណ្យទាំងឡាយដែលកូនចៅកូនក្មួយបងប្អូនទាំងអស់គ្នាបានធ្វើនៅពេលនេះនិងពេលអនាគតជួយនាំនៅវិញ្ញាណក្ខន្ធរបស់លោកគ្រូសាមសរឿនទទួលបាននៅភពដ៏ល្អប្រសើរភពដ៏ស្ងប់សុខតាមយើងទាំងអស់គ្នាឧទ្ទិសជូនកំបីអខណ្ឌហើយសូមលោកគ្រូបានសុខសប្បាយកំបីអខណ្ឌនិងបានទៅចាប់ជាតិនៅកន្លែងដែលល្អបញ្ចប់នេះខ្ញុំជាបាទជាក្មួយខ្ញុំបត្រាណាខ្ញុំបាទជាក្មួយតាមនាមឲ្យម្ដាយមីងជាភរិយានិងកូនចៅទាំងអស់គ្នាបងប្អូនទាំងអស់គ្នាជាម្ចាស់ដើមទួនប្រធានដើមបុណ្យនៅក្នុងកម្មវិធីបុណ្យពុទ្ធជាស័ក្តិនេះយើងទាំងអស់គ្នាមានការដឹងគុណជាអណ្ដែតរកអ្វីព្រៀបគ្មានពុំបានឡើយ
ចំពោះប្រតិជនគ្រប់ព្រះអង្គជាពិសេសសម្ដេចសម្ដេចគុណគ្រូអាចារ្យតាវត្តដែលបានសម្ដែងពធទេសនានិងបានចូលរួមឧបត្ថម្ភជាច្រើននៅក្នុងកម្មវិធីបុណ្យនេះដែរសូមអរគុណដល់លោកតាលោកយាយបងប្អូនមានមីងបងប្អូនមិត្តភ័ក្តិជិតឆ្ងាយទាំងអស់គ្នាដែលបានជួយឧបត្ថម្ភទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងស្មារតីនិងថវិកាចូលរួមជួយនៅក្នុងកម្មវិធីបុណ្យរំលឹកសពរបស់លោកគ្រូសាមគ្រឿងហៅរងចាប់ពីដើមពីរហូតដល់ចប់ហើយយើងខ្ញុំទាំងអស់គ្នាសូមចែករំលែកនៅបុណ្យទាំងឡាយជាមួយនឹងព្រះរាជគុណគ្រប់ព្រះអង្គលោកតាលោកយាយអូនពូមីងបងប្អូនកូនក្មួយទាំងអស់គ្នានឹងសូមប្រសិទ្ធពរជ័យជូនព្រះរាជគុណគ្រប់ព្រះអង្គលោកតាលោកយាយអូនពូមីងបងប្អូនកូនក្មួយទាំងអស់គ្នាបានប្រកបប្រទាំងនៅសម្បត្តិគោមនុស្សសុខជាលៃព្រះនិព្វានកំបីគ្លៀនឡើយសូមអរព្រគុណសូមអរគុណ